សន្ទុះប៉ាត់ដុល្លារមានស្ថិរភាពនៅជុំវិញ 98.5 កាលពីថ្ងៃច័ន្ទដោយរក្សាការកើនឡើងពីវគ្គមុនចំពេលមានភាពធូរស្រាលអំពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដោយប្រធានាធិបតីលោកដូណាល់ត្រាំបានបញ្ជាក់ថាពន្ធដែលបានស្នើឡើងរបស់គាត់លើប្រទេសចិននឹងមិនមាននិរន្តរភាពនោះទេលោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយភាពតានតឹងមុនពេលកិច្ចប្រជុំរវាងលោកដូណាល់ត្រាំនិងស៊ីជីនពីងដែលអាចកើតមានឡើងនៅចុងខែនេះវិនិយោគិនក៏បានរងចាំរបាយការណ៍សន្ទុះតម្លៃអ្នកប្រើប្រាស់ដែលហៅកាត់ថា CPI នៅខែកញ្ញាដែលនឹងចេញនៅថ្ងៃសុក្រដែលរំពឹងថានឹងបង្ហាញអតិផរណានៅតែកើនឡើងពាណិជ្ជករកំពុងតែខ្លំមើលយ៉ាងដិតដល់នៅរបាយការណ៍ដែលបានផ្ដល់ឲ្យនៅទិន្នន័យដែលកំពុងបន្តការពន្យាការបិទរដ្ឋាភិបាលនៅលើផ្នែកគោលនយោបាយរូបិយវត្ថុធនាគារកណ្ដាលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងកាត់បន្ថយអត្រាការប្រាក់ 0.25% នៅក្នុងសប្តាហ៍ក្រោយជាមួយនឹងការកាត់បន្ថយមួយផ្សេងទៀតដែលបាននឹងរំពឹងនៅក្នុងខែធ្នូនឹងអាចបន្ថយ3ដងបន្ថែមទៀតនៅឆ្នាំក្រោយនៅពេលអ្នកបង្កើតគោលនយោបាយព្រួយបារម្ភខ្លាំងលើភាពទន់ខ្សោយទីផ្សារការងារប្រឆាំងនឹងសម្ពាធតម្លៃអតិផរណាដែលបន្តនៅទ្រឹងតម្លៃមាសបានកើនឡើងដល់ $4,260 ក្នុងមួយអោនកាលពីថ្ងៃច័ន្ទបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រដោយអ្នកវិនិយោគបានតាមដានយ៉ាងដិតដល់នៅការចរចានាពេលខាងមុខរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនរដ្ឋមន្ត្រីរដ្ឋាភិបាលលោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះដោយប្រធានាធិបតីលោក Donald Trump បានបង្ហាញសុទិដ្ឋិនិយមកាលពីសប្តាហ៍មុនថាការចរចាអាចនាំទៅរកកិច្ចព្រមព្រៀងមួយខណៈពេលដែលលោកត្រាំបានហៅពន្ធខ្ពស់ដែលបានដាក់គម្រាមកំហែងរបស់លោកថានឹងមិនមាននិរន្តរភាពទន្ទឹមនឹងនេះការបិទរដ្ឋាភិបាលអាមេរិកដែលកំពុងបន្តបានអូសបន្លាយដល់មួយសប្តាហ៍ទៀតដោយមិនមានការមើលឃើញច្បាស់លាស់នៅពេលវេលាដែលនឹងបើកឡើងវិញនោះទេដែលនេះបានបន្ថែមភាពមិនច្បាស់លាស់នៃទីផ្សារកាន់តែច្រើនជាងមុនបច្ចុប្បន្នទីផ្សារកំពុងកំណត់ការទីទុកនៅក្នុងការកាត់បន្ថយអត្រាការប្រាក់ 0.25 នៅឯកិច្ចប្រជុំខែតុលារបស់ធនាគារកណ្ដាលអាមេរិក Fed នឹងអាចបន្ថយម្ដងទៀតនៅក្នុងខែធ្នូរហូតមកដល់ពេលនេះមាសដុំបានកើនឡើងជាង 60% ដែលត្រូវបានជំរុញដោយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកបន្ថែមទៀតការប្រមូលទិញមាសបន្ថែមទៀតដោយធនាគារកណ្ដាលដ៏រឹងមាំនិងការកើនឡើងនៃតម្រូវការទិញមាសនៅទីផ្សារ ETF